Spin មិត្តភាពអន្តរជាតិកូរ៉េពីផ្សារចាស់ទៅអារេសាត់នឹងលេចជារូបរាងនៅពេលខាងមុខនេះរាជធានីភ្នំពេញប្រជាពលរដ្ឋកម្ពុជាក៏ដូចជាប្រជាពលរដ្ឋនៅក្នុងប្រទេសផ្សេងៗនឹងធ្វើដំណើរពីស្ពានមិត្តភាពកម្ពុជាសាធារណរដ្ឋកូរ៉េពីផ្សារចាស់ជ្រោយចង្វាទៅអារេសាត់នៅពេលខាងមុខនេះដោយមិនចាំបាច់ជិះសាឡាងចម្លងដោយពីមុនទៀតនោះទេការដែលស្ពានថ្មីនេះបន្ទាប់ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េបានផ្ដល់ប្រាក់កម្ចីជាអនុទានដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់យកមកធ្វើការសាងសង់អភិវឌ្ឍនៅក្នុងប្រទេសជាក់ស្ដែងនៅថ្ងៃទី9ខែធ្នូឆ្នាំ2022សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើអធិបតីភាពនៃការចុះហត្ថលេខាពិធីប្រគល់និងទទួលប្រាក់កម្ចីសរុបជិត$2000 លានសហរដ្ឋអាមេរិកសម្រាប់ការគ្រប់គ្រងអភិវឌ្ឍនៅកម្ពុជាក្នុងពិធីចុះហត្ថលេខាខាងលើគម្រោងពង្រឹងមិត្តភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុដែលមានទឹកប្រាក់ចំនួន$70 លានសហរដ្ឋអាមេរិកនិងក្រុងសាងសង់ស្ពានមិត្តភាពកម្ពុជាសាធារណរដ្ឋកូរ៉េផ្សារចាស់ជ្រោយចង្វាអារេសាត់ដែលមានទឹកប្រាក់ចំនួន$245 លាន$990,000សហរដ្ឋអាមេរិកគម្រោងទាំងពីរនេះនឹងចុះហត្ថលេខាដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអ៊ួនពាន់មុនីរតឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោកស្រីមីនីឆៃប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចនៃធនាគារនីហូរ៉ុនអាហារ៉ុនរបស់កូរ៉េប្រចាំកម្ពុជាក្រៅពីចុះហត្ថលេខាគម្រោងខាងលើនេះក៏មានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្របសម្រួលក្របខ័ណ្ឌស្តីពីការផ្ដល់អនុទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ឆ្នាំ2022ដល់ឆ្នាំ2026ដែលមានទំហំទឹកប្រាក់ចំនួន$1500 លានសហរដ្ឋអាមេរិកដោយឯកសារនេះត្រូវចុះហត្ថលេខារវាងឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានិងឯកឧត្តមប៉ាក់កឹមសុងឯកអគ្គរដ្ឋទូតសហរដ្ឋកូរ៉េប្រចាំកម្ពុជាបើតាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានគូបញ្ជាក់អនុទានដែលបានផ្ដល់ដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េពេលនេះនឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងអភិវឌ្ឍសេដ្ឋកិច្ចព្រមទាំងបន្ថែមទៀតនៅទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ